បានចាប់អារម្មណ៍ហាក់អាចធ្វើឲ្យអូនមានទស្សនៈដល់ជីវិតដែលដឹងខ្លួនដែលទី1អាម៉ាក់ចុះបាយទៅអូនឲ្យអូនហត់ផងនិងបញ្ចុះបាយផងតែគាត់ហត់ទៅអាចធ្វើឲ្យបាយធ្លាក់ចុះក្នុងពងខ្យល់អាចធ្វើឲ្យគាត់ស្លាប់បានទី2អាម៉ាក់ឲ្យគាត់ញ៉ាំហូបដោយខ្លួនឯងដែលមានអ្នកនៅមើលថែគាត់ទុកឲ្យអូនទូចៗនៅញ៉ាំម្នាក់ឯងគាត់មិនចេះតែពីបានល្អទេដូច្នោះហើយអាចធ្វើឲ្យគាត់ឆ្លាប់ហូបបានទី3ប៉ាម៉ាក់ឲ្យអូនលេងជាមួយនឹងបងដែលអត់ទាន់ពេញវ័យដូច្នោះហើយនៅពេលដែលគាត់លេងជាមួយគ្នាគាត់អាចចាប់របស់លេងដែលចូលក្នុងមាត់ដែលជាមូលហេតុធ្វើឲ្យគាត់ឆ្លាក់បាត់ដូចគ្នាទី4ប៉ាម៉ាក់អាចបានរៀបចំរបស់របរដូចជាក្រមកម្មឬមួយក៏របស់របរផ្សេងៗដែលនៅក្នុងផ្ទះពេលខ្លះអូនអាចនឹងអត់ឆ្លាក់របស់ដែលញ៉ាំទេប៉ុន្តែគាត់អាចរើសរបស់ទាំងអស់នោះដែលចូលក្នុងមាត់ហើយក៏ជាមូលហេតុដែលធ្វើឲ្យគាត់ឆ្លាក់បានដូចគ្នាដែរទី5ម៉ាក់រៀបចំម្ហូបឲ្យអូនញ៉ាំដែលម៉ាក់ហាន់បន្លែរាងធំជាធម្មតាសម្រាប់អូនតូចម៉ាក់ត្រូវតែហាន់បន្លែឲ្យតូចល្មមដើម្បីគាត់ងាយស្រួលក្នុងការញ៉ាំដែលអត់ឆ្លាក់និងមួយទៀតចម្អិនឲ្យឆ្អិនល្អឲ្យទន់ល្អនិងងាយស្រួលនៅក្នុងការទំពាចុងក្រោយសូមឲ្យកូនៗរបស់ម៉ាក់មានសុខភាពល្អទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ share ផងណាអរគុណ